អ្នករកស៊ីចាប់ផ្ដើមផុសផុលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបន្ទាប់កសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករកស៊ីតាមអនឡាញមួយចំនួនបានផុសផុលក្នុងការប្រកាសទិញស្រូវពីកសិករខណៈអ្នកខ្លះបានឲ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអង្គការសុវីរៈម្ចាស់ក្រុមហ៊ុនវីរៈប៊ុនឋានបានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមនឹងនេះអង្គការនំវណ្ណៈប្រធានក្រុមហ៊ុន ACE Group បានប្រកាសប្រមូលទិញពីកសិករផងដែរដោយលោកស្រីបានគម្រោងទិញស្រូវ OM 5451និងស្រូវស្រងែចំនួន100តោនក្នុងតម្លៃ1គីឡូ800រៀលដើម្បីប្រមូលស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយកសិករខ្មែរការចូលរួមជួយទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវីរៈកងទ័ពជួរមុខ1នាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីត្រីដាណាក៏ប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃ800រៀលទៅ1000រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនស្រាបៀរ Gensberg ដែលជាក្រុមហ៊ុនផលិតក្នុងស្រុកមួយបានប្រកាសពីគំនិតផ្ដាំដ៏គួរឲ្យកត់សរសើរមួយដោយសម្រេចចិត្តទិញស្រូវពីកសិករខ្មែរក្នុងបរិមាណរហូតដល់100តោនក្រុមហ៊ុនវឌ្ឍនៈក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100តោនក្នុងតម្លៃ1000រៀលក្នុង1គីឡូក្រាមក្រៅពីបណ្ដាក្រុមហ៊ុនអុកញ៉ានិងអ្នករកស៊ីតាមអនឡាញទាំងនេះក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ